មានអ្នកប្រើ Telegram បន្តិចទេដែលពីច្រើននឹងទទួលបានសារបែបនេះឯងតែតាមពិតទៅសារបែបនេះវាមិនមែនជាផ្ញើចេញពីក្រុមហ៊ុន Telegram ទេគឺអ្នកដែលព្យាយាម hack Telegram យើងហ្នឹងគឺគេបានធ្វើសារคล้ายៗដល់ដាក់ឈ្មោះ Telegram បែបនេះឯងនៅពេលដែលស្អែកឡើងខ្ញុំមកមើលម្ដងទៀត account ហ្នឹងត្រូវបាន Telegram លុបចោលដោយសារតែឆ្ងល់ផងហើយក៏ยังដឹងថាសារហ្នឹងវាបានន័យថាម៉េចឥឡូវខ្ញុំចុចចូលសារហ្នឹងមើល តែពិតទៅវាសរសេរមកគឺដដែលដែរគឺវាថា account របស់យើងត្រូវបានផ្អាកទុកក្នុងរយៈពេល18ម៉ោងឲ្យយើងចុច link មួយហ្នឹងមានអ្នកខ្លះក៏គាត់ធ្លាប់ទទួលសារបែបហ្នឹងឯងហើយក៏គាត់ព្យាយាមការពារពីថាបើសិនជាយើងចុចហ្នឹងទៅអាចនឹង Telegram យើងបាត់ឬក៏ត្រូវបានគេ hack ឬក៏កុងធនាគារយើងត្រូវបានគេលួចពេលខ្លះខ្ញុំឆ្ងល់ដែរគាត់ថាចុច link បែបហ្នឹងអាចធ្វើឲ្យ Telegram យើងបាត់ឬក៏បាត់ដោយពីក្នុងកុងដែរឥឡូវនេះខ្ញុំសាកព្យាយាមចុចមើលថាមានអ្វីកើតឡើង ចំពោះ iPhone វាល្អថងមួយបើសិនជា website ណាមួយដែលវាបង្កហានិភ័យនេះវានឹងប្លុកចោលឬក៏បើកអត់ចេញបែបនេះឯងតែបើទៅវាគ្រាន់តែផ្ញើ link មួយឲ្យយើងចុចហើយ link ហ្នឹងវាដដែលទេដោយសារនៅក្នុង iPhone វាអត់អនុញ្ញាតឲ្យយើងបើក link ហ្នឹងខ្ញុំក៏ព្យាយាមបើកវានៅក្នុងទូរស័ព្ទមួយទៀតតែមុនដំបូងខ្ញុំក៏ព្យាយាម copy link ហ្នឹងហើយបើកវានៅក្នុង Chrome ជាងមើលទៅពេលដែលយើងបើកមកវាចេញបែបនេះឯងពេលដែលបើកមកគឺចេញរូបរាងបែបនេះឯងតែប៉ុន្តែវាមិនមែនជារូបរាងរបស់ website ហ្នឹងទេ ដោយសារតែក្នុងជ្រុំវាបញ្ជាក់ថា website ហ្នឹងអាចនឹងធ្វើឲ្យទូរស័ព្ទយើងមានបញ្ហាអញ្ចឹងក៏វាចេញសារការពារឲ្យយើងត្រឡប់ក្រោយឬក៏យើងចង់បន្តទៅមុខទៀតតែដោយសារសុវត្ថិភាពខ្ញុំក៏ព្យាយាមបើក website ហ្នឹងក្នុងទូរស័ព្ទមួយទៀតដែលយើងអត់មានដាក់ account អីទេក្នុងហ្នឹងឥឡូវនេះខ្ញុំយកវាមកវាយក្នុងទូរស័ព្ទមួយទៀតនិយាយចាំមើលតើរូបរាងវាចេញបែបណាឯងដែលគេថាអាចធ្វើឲ្យ Telegram យើងបាត់នេះជាសារព័ត៌មានពីជ្រុំទេដែលវាព្យាយាមកុំឲ្យយើងបន្តទៅមុខទៀត ប៉ុន្តែដោយសារអារម្មណ៍ចង់ដឹងពេកថាវាបែបម៉េចដែលអាចធ្វើឲ្យ account យើងបាត់ខ្ញុំក៏ព្យាយាមចុចបន្តទៅមុខទៀតតោះមកវាបន្តទៅកាន់ website មួយទៀតដែល website នេះមិនមែនជា website របស់ Telegram ទេប៉ុន្តែគ្រាន់តែរូបរាងវាគឺធ្វើដូច Telegram បែបបិទវាយើងវាយលេខទូរស័ព្ទរបស់យើងតោះមកវានឹងផ្ញើសារដូចយើង login ចូល Telegram ធម្មតាអញ្ចឹងឥឡូវខ្ញុំសាកវាយលេខទូរស័ព្ទរបស់ខ្ញុំចូលតើនឹងមាននឹងអីកើតឡើងនៅពេលដែលយើងវាយលេខទូរស័ព្ទយើងចូលហើយធ្វើការបញ្ជូនទៅ ពេលដែលយើងចុចបញ្ជូនទៅមក plan ហ្នឹងគឺវាបានផ្ញើលេខកូដ5ខ្ទង់ចូលក្នុង Telegram របស់យើងនេះយើងមើលនេះវាផ្ញើសារដូចយើងនឹង login ចូល Telegram ធម្មតាអញ្ចឹងហើយក៏មិនផ្ញើសារមកលេខទូរស័ព្ទដែរគឺផ្ញើសារមកលេខ Telegram របស់យើងបញ្ជាក់តិចបើសិនយើងយកលេខកូដ5ខ្ទង់ហ្នឹងទៅវាយនៅក្នុងកន្លោងរបស់វាហ្នឹងគឺបានន័យថា Telegram របស់យើងត្រូវបាន hack លួចដោយជោគជ័យហើយប៉ុន្តែអានេះខ្ញុំព្យាយាមវាយលេខផ្សេងទេ ព្រោះខ្ញុំដឹងថាវានឹងមានបញ្ហាបើសិនជាវាយលេខត្រូវចូលតែបើទោះជាយើងវាយលេខត្រូវចូលក៏វាអត់មានអីទៅមុខទៀតដែរវាចប់ត្រឹមហ្នឹងខ្ញុំព្យាយាមចុចបន្តទៅទៀតគឺវាអត់ទៅមុខទៀតទេបានន័យថាវាមិនមែនជា website របស់ Telegram ទេវាគ្រាន់តែចង់បានលេខកូដ5ខ្ទង់ហ្នឹងយើងដើម្បីយើងផ្ញើទៅបើនិយាយទៅដើម្បីសុវត្ថិភាពបើសិនជាយើងបានឃើញសារបែបនេះផ្ញើមកវាមិនមែនជាក្រុមហ៊ុន Telegram ផ្ញើឲ្យយើងទេអូខេខ្ញុំមានតែប៉ុណ្្នឹងហើយដើម្បីចែកម្លែក